ស្ងោរស៊ុបបែបសាមញ្ញតែរសជាតិឆ្ងាញ់មិនធម្មតាបងប្អូនឈ្ងុយរហូតដល់ដំណក់ចុងក្រោយហ្មងណាហើយនេះខ្ញុំគ្រាន់តែបន្ថែមគ្រឿងតិចតួចទេបងប្អូនដំបូងយើងដាក់ខ្លាញ់ដើម្បីបំពងខ្ទឹមសយើងសិនមកហើយនេះខ្ញុំប្រើខ្លាញ់ជ្រូកបងប្អូនខ្ញុំប្រើខ្លាញ់ជ្រូកទៅល្អសម្រាប់សុខភាពយើងដាក់បំពងខ្ទឹមរៀងច្រើនតិចណាបងប្អូនហើយវិធីនេះបងប្អូនអាចស្រុះឆ្អឹងសិនទៅបើសិនជាបងប្អូនចង់ឲ្យទឹកស៊ុបថ្លាតែនេះខ្ញុំបញ្ញាប់បងប្អូនអត់សូវមានពេលអញ្ចឹងហើយក៏ធ្វើអញ្ចឹងតែម្ដងទៅបន្ទាប់ពីខ្ទឹមក្រហមហើយនេះខ្ញុំបានដាក់ទឹកត្រីចូលដាក់ទឹកត្រីហើយយើងរៀងកូរតិចទៅបងប្អូនឲ្យសព្វបន្ទាប់មកយើងដាក់ឆ្អឹងចូលយើងធ្វើអញ្ចឹងទឹកស៊ុបយើងឈ្ងុយមែនតើបងប្អូនគ្រាន់តែយើងអត់ស្រុះឆ្អឹងទឹកស៊ុបយើងរៀងល្អតិចណាសិនបងប្អូនចង់ថ្លាយើងស្រុះឆ្អឹងសិនទៅចាំយើងយកមកធ្វើបែបហ្នឹងបន្ទាប់ពីដាក់អញ្ចឹងខ្ញុំបន្ថែមគ្រឿងមានស្ករប៊ីចេងហើយម្សៅស៊ុបអីហ្នឹងបងប្អូនចំពោះគ្រឿងបងប្អូនដាក់ទៅតាមចំណង់ចំណូលចិត្តទៅណាហើយបើសិនជាមានដុំស៊ុបអីបងប្អូនបងមួយដុំពីរចូលទៅរត់តែធ្វើឲ្យទឹកស៊ុបយើងមានរសជាតិឆ្ងាញ់បន្ទាប់ពីបងគ្រឿងហើយយើងកូរតិចទៅណាបងប្អូនចាំយើងដាក់បន្ថែមទឹកដើម្បីរំងាស់នេះខ្ញុំចាក់ទឹកបន្ថែមយើងចាក់ឲ្យលិចសាច់ទៅបងប្អូនត្រូវការទឹកតិចឬច្រើនទេបងប្អូនបន្ថែមបន្ថយតាមហ្នឹងទៅណាហើយនឹងខ្ញុំដាក់ទឹកតទៅលិចឆ្អឹងរបស់យើងតែម្ដងបងប្អូនធ្វើវិធីនេះងាយស្រួលហើយរសជាតិឆ្ងាញ់ក្លិនឈ្ងុយមែនតែននេះខ្ញុំដាក់បន្ថែមអំបិលចូលបងប្អូនដើម្បីឲ្យឆ្អឹងស៊ុបរបស់យើងមានជាតិតែម្ដងអញ្ចឹងហើយយើងគ្របឆ្នាំងទុកបន្លែទៅបន្ទាប់មកយើងទៅហាន់បន្លែហើយចំពោះបន្លែនេះខ្ញុំប្រើដលងបារាំងចំនួន2មើមបន្លែបងប្អូនចូលចិត្តបន្លែដាក់បន្លែហ្នឹងទៅណាហើយនឹងខ្ញុំមានការ៉ុតនេះពី3មើមតូចដែរបងប្អូនហាន់របៀបម៉េចក៏បានដែរណាបន្លែនឹងខ្ញុំហាន់បែបហ្នឹងហើយនឹងខ្ញុំមានចេកថាវចំនួន1មើមធំយើងហាន់ដូចគ្នាបងប្អូនហាន់ដូចគ្នាជាមួយនឹងការ៉ុតហើយនឹងដំឡូងបារាំងហើយមានស្លឹកខ្ទឹមផងដែរបងប្អូនបន្លែបងប្អូនចូលចិត្តបន្លែដាក់បន្លែហ្នឹងទៅណាយើងស្ងោរស៊ុបចឹងងាយស្រួលឯងហើយនឹងខ្ញុំមានបន្ថែមម្រេចចូលព្រោះទឹកស៊ុបឲ្យកូនញ៉ាំដែរនឹងខ្ញុំអត់កិនម្រេចដាក់ទេបងប្អូនឃើញសាច់ដែលយើងអត់ស្ងោរវាឡើងពពុះចឹងណាអញ្ចឹងយើងដួសចេញទៅហើយពេលដែលទឹកពុះយើងបាច់គ្របឆ្នាំងឲ្យទៀតទេនេះបងប្អូនឃើញទឹកពុះហ៎ទឹកស៊ុបរបស់យើងរៀងល្អបន្តិចណាតែអត់អីទេហើយដាក់បន្លែចូលទៅបងប្អូនបន្លែបងប្អូនបើសិនជាអត់ចូលចិត្តផុយខ្លាំងយើងរំងាស់សាច់រៀងផុយហើយចាំដាក់បន្លែចូលតែដោយសារខ្ញុំចូលចិត្តឲ្យវាផុយខ្លាំងយើងអាសាដួសពពុះចេញណាបងប្អូនបន្ទាប់ពីអញ្ចឹងហើយយើងបន្ថយភ្លើងតិចទៅកុំឲ្យវាពុះខ្លាំងពេកដាក់ភ្លើងល្មមទៅហើយយើងរំងាស់ចោលចឹងណាបងប្អូនពេលរមាស់ភ្លក់មើលណាបងប្អូនចូលចិត្តរសជាតិបែបណាយើងថែមថយបែបហ្នឹងទៅហើយចុងក្រោយយើងគ្រាន់តែបន្ថែមទឹកខ្ទឹមជាការស្រេចពេលបន្ថែមទឹកខ្ទឹមបងប្អូនបិទភ្លើងណាកុំឲ្យលួយទឹកខ្ទឹមយើងខ្លាំងពេកហើយក្លិនឈ្ងុយមែនតើបងប្អូនធ្វើវិធីហ្នឹងណាហើយនៅខ្ញុំមានស្ពីណាតដោយសារស្ពីណាតឆាប់រលួយចឹងហើយក៏ក្រាលបាតចានចឹងទៅហើយយើងយកដួសទឹកស៊ុបដាក់បងប្អូនតែប៉ុណ្ណឹងរួចរាល់ហើយរសជាតិឆ្ងាញ់បងប្អូនអាចសាកល្បងវិធីនេះបានហើយពេញចិត្តកុំភ្លេច share ម្នាក់មួយផងណាហើយនឹងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ